សហរដ្ឋអាមេរិកបាទតកតងជាមួយនឹងជំនួបរបស់នាយករដ្ឋមន្ត្រីកម្ពុជាជាមួយនឹងលោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបាទបើយោងតាមលោក Tommy Pigott ដែលជាអ្នកនាំពាក្យរងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថាលោក Christopher Lando លោកជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកនឹងបានជួបជាមួយនឹងលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃម្សិលមិញគឺទី19ខែកុម្ភៈនៅទីក្រុង Washington បាទនៅអមក្រៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពលោក Lando អនុរដ្ឋមន្ត្រីនិងលោកនាយករដ្ឋមន្ត្រីម៉ាណែតបានសរសើរដល់ភាពជាដៃគូទ្វេភាគីកម្ពុជាអាមេរិកកម្ពុជាដែលកំពុងរីកចម្រើននិងបានពិភាក្សាអំពីប្រធានបទជាច្រើនរួមទាំងព្រំដែនកម្ពុជាថៃណាបាននិយាយរឿងព្រំដែនការប្រយុទ្ធប្រឆាំងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតដែលផ្ដោតលើពលរដ្ឋអាមេរិកកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខក៏ដូចជាឱកាសពាណិជ្ជកម្មនិងការវិនិយោគទុនផងដែរលោកអនុរដ្ឋមន្ត្រី Lando បានសម្ដែងការកោតសរសើរចំពោះការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីម៉ាណែតក្នុងការចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពក្នុងនាមជាសមាជិកស្ថាបនិកនិងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដើម្បីលើកកម្ពស់សន្តិភាពនៅតំបន់កាហ្សានិងកន្លែងផ្សេងទៀតបាទដូច្នេះមិនមែនតែនៅកាហ្សាទេបាទនេះគឺជាសេចក្តីប្រកាសព័ត៌មានរបស់ខាងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកណាបាទហើយខាងស្ថានទូតក៏បានចុះផ្សាយដែរហើយមានចំនួនផ្សេងទៀតផងដែរដែលខ្ញុំបានឃើញហើយខ្ញុំមិនអាចបញ្ចូលរូបភាពបានអស់បើខ្ញុំដករូបនេះចេញមកដាក់បញ្ចូលរូបផ្សេងទៀតបាទរូបផ្សេងទៀតសូមអធិស្ឋានតិចមើលបាទពីប្រូក្រាមនេះគេមិនអាចឲ្យដាក់រូបបានច្រើនគឺ DOD បាទ DOD បាទ DOD ហើយនឹង National Security DOD ហើយនឹង National Security អូខេបាទបើតាមព័ត៌មានដែលខ្ញុំទទួលបាននោះគឺខាងមន្ត្រីរបស់កម្ពុជានេះខាង DOD បាទ DOD គឺលោកអនុរដ្ឋមន្ត្រីបាទលោកអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមគឺលោក Edbridge Colby អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិកហ្នឹងក៏បានជួបពិភាក្សាការងារជាមួយនឹងបាទនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតផងដែរនៅរសៀលថ្ងៃសុក្រទី20ខែកុម្ភៈឆ្នាំ2026នៅរដ្ឋធានី Washington នេះបាទគឺនៅថ្ងៃនេះបាទមុននេះបន្តិចណាគឺមានការជួបពិភាក្សាគ្នាហើយក៏មានការជួបពិភាក្សាគ្នាជាមួយនឹងសហរដ្ឋអាមេរិកក៏ជួបពិភាក្សាការងារផងដែរបាទអញ្ចឹងនេះគឺជាអ្វីដែលកើតឡើងនៅរដ្ឋធានី Washington ដោយដែលខ្ញុំបានជម្រាបក្នុងពេលកន្លងមកអញ្ចឹងគឺសម្រាប់ប្រិមិត្តដែលជាពិសេសក្មួយៗដែលចង់រៀនសូត្រគឺបាទពេលដែលប្រតិភូចេញដំណើរមកខាងក្រៅអញ្ចឹងបាទការងារការទូតអញ្ចឹងគឺឥឡូវគោលបំណងសំខាន់គឺមកចូលប្រជុំនៅក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំទេបាទប៉ុន្តែក្រុមប្រឹក្សានោះគឺសម្ពោធតែមួយផ្លែទេមកពេលព្រឹកហើយបាទអញ្ចឹងគឺយើងអាចមន្ត្រីខ្លះដែលមិនមានកិច្ចការនេះគឺគេត្រឡប់ឡើងយន្តហោះទៅល្ងាចក្នុងវិញក៏មានដែរប៉ុន្តែឃើញប្រតិភូកម្ពុជាតាំងពីមុនពេលដែលសម្ពោធបើកក្រុមប្រឹក្សាសន្តិភាពនោះគឺមានជួបជាមួយនឹងខាងតំណាងពាណិជ្ជកម្មផងដែរហើយឥឡូវនេះថ្ងៃនេះម្សិលមិញហ្នឹងគឺគាត់សម្ពោធចប់គឺមានជួបជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកហើយល្ងាចនេះបាទថ្ងៃនេះគឺមានជួបជាមួយនឹងខាងក្រសួងការពារជាតិក្រសួងហើយនឹងក្រសួងខាងទីប្រឹក្សាសន្តិសុខជាតិហើយគឺមានសម្ភារជាមួយនឹងសារព័ត៌មានអីជាហោហែបាទហ្នឹងដែលខ្ញុំជម្រាបប្រិមិត្តទាំងអស់គ្នាទោះបីជាមាននិន្នាការនយោបាយទៅខាងណាក៏ដោយនេះឯងគេថាសមរភូមិការទូតការធ្វើការងារការទូតនៅខាងក្រៅប្រទេសគេធ្វើអញ្ចឹងហើយជាអ្នកដែលចូលយូរហើយមិនចម្លែកទេពីព្រោះខ្ញុំធ្លាប់បានចែករំលែកចំណេះដឹងឲ្យដឹងតាំងពីសម័យពេលដែលមានរឿងភ្លាមចេញឃើញប្រតិភូកម្ពុជាចេញធ្វើការងារការទូតតាំងពីរឿងមានរឿងអីនៅខាងក្រៅហ្នឹងបាទដូច្នេះនេះគឺជាផ្នែកមួយនៃការធ្វើការងារការទូតអន្តរជាតិនឹងគេធ្វើអញ្ចឹងបាទអញ្ចឹងប្រិមិត្តមើលហើយយើងរៀនសូត្រយើងសង្កេតអញ្ចឹងដើម្បីជាចំណេះដឹងផ្ទាល់ខ្លួនបាទកុំយករឿងស្អប់ខ្ពើមគំនុំអីនឹងច្រើនពេកដល់ធ្វើឲ្យយើងបិទបាំងភ្នែកយើងមើលមិនឃើញអ្វីដែលកិច្ចការដែលខាងភាគីមួយកំពុងធ្វើហ្នឹងបាទទោះបីលទ្ធផលយ៉ាងម៉េចអានោះគឺយើងត្រូវរៀនខ្ញុំឲ្យមើលពីជុងនៃការរៀនសូត្រទេបាទថ្ងៃណាមួយអាចមានឱកាសនឹងធ្វើកិច្ចការងារធំដុំយើងចេះដឹងស្រាប់តែម្ដងបាទគេថា learn from the pro ណារៀនពីអ្នកដែលដឹងកិច្ចការហ្នឹងបាទនេះជាព័ត៌មានទី2ណាបាទព័ត៌មានទី3នេះគឺជារឿងនៅសហរដ្ឋអាមេរិកបាទរឿងនៅសហរដ្ឋអាមេរិកនេះគឺប្រិមត្តបាន